មានគ្រោះរញ្ជួយដីកម្រិត7.1 Richter បានវាយប្រហារនៅប្រទេសម៉ាឡេស៊ីហើយមានរបាយការណ៍មួយចំនួនបានរាយការណ៍អំពីការប៉ះពាល់ដល់ប្រទេសថៃផងដែររញ្ជួយដីដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2026នៅឆ្នេរសមុទ្រសាបាសនៃប្រទេសម៉ាឡេស៊ីភាគខាងជើងនៃកោះបូណាវវាគឺជាករណីដ៏គួរឲ្យព្រួយបារម្ភមួយបំផុតសម្រាប់ពិភពលោកនៅពេលបច្ចុប្បន្ននេះដែលកំពុងតែមានការប្រែប្រួលអាកាសធាតុក៏ដូចជាការកើតឡើងនៅគ្រោះមហន្តរាយធម្មជាតិប្លែកៗនិងច្រើនឡើងនៅពេលបច្ចុប្បន្ននេះម៉ាឡេស៊ីជាប្រទេសមួយប៉ុន្តែមិនមែនជាប្រទេសដែលងាយរងគ្រោះដោយរញ្ជួយដីបំផុតនៅលើពិភពលោកដូចជាឥណ្ឌូនេស៊ីនិងហ្វីលីពីននោះទេប៉ុន្តែករណីនេះជាករណីមួយដ៏ធ្ងន់ធ្ងរសម្រាប់ម៉ាឡេស៊ីផងដែរអំពីកម្រិតនៃការរញ្ជួយ7.1 Richter ដែលជាកម្រិតធំបំផុតមួយហើយម៉ាឡេស៊ីទោះជាយ៉ាងណាក៏ដោយជាប្រទេសដែលជួបប្រទះនឹងគ្រោះរញ្ជួយដីធំមួយចំនួនរួចទៅហើយដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធជាពិសេសនៅរដ្ឋសាបានេះតែម្ដងគូបញ្ជាក់ផងដែរថានៅក្នុងរដូវកាលនេះកាលអំពីឆ្នាំ2025កន្លងមកមានគ្រោះរញ្ជួយដីដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាពិសេសប្រទេសថៃនិងមីយ៉ាន់ម៉ាកាលអំពីថ្ងៃទី28ខែមិនិនាឆ្នាំ2025ដែលធ្វើឲ្យទីក្រុងបាងកកប្រទេសថៃនិងតំបន់មួយចំនួនទៀតញ័ររង្គើនឹងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរនេះគឺជាកម្រិតប្រវត្តិសាស្ត្រមួយដែលបានកើតឡើងនៅក្នុងចំណោមគ្រោះរញ្ជួយដីធំជាច្រើននៅលើពិភពលោកចំណែកឯនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2026នេះនៅឆ្នេរសមុទ្រសាបាសនៃប្រទេសម៉ាឡេស៊ីគឺមានគ្រោះរញ្ជួយដីដ៏ធំមួយដែលមានកម្រិត7.1 Richter វាបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងនាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានបញ្ជាក់ថារញ្ជួយដីនេះមានកម្រិត6.8 Richter ទេហើយជាមួយនឹងចំណុចកណ្ដាលរបស់វាប្រហែលជា49គីឡូម៉ែត្រនៅភាគខាងលិចនៃគូដាតរដ្ឋសាបាដែលមានជម្រៅប្រមាណជាង678គីឡូម៉ែត្រនៅក្រោមបាតសមុទ្រឯណោះតាមការវាស់ស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិកដែលហៅកាត់ថា USGS បានផ្ដល់ការប៉ាន់ប្រមាណស្មានថាខ្ពស់ជាងបន្តិចគឺកម្រិត7.1 Richter សម្រាប់ព្រឹត្តិការណ៍ដូចគ្នាហើយភាពខុសគ្នានេះជារឿងធម្មតាដោយសារតែបណ្ដាញវាស់វែងគឺផ្សេងគ្នាចំពោះផលប៉ះពាល់វាបានធ្វើឲ្យមានការព្រួយបារម្ភទូទាំងតំបន់តែម្ដងការរញ្ជួយដីត្រូវបានគេគំរាមថាមានអារម្មណ៍នៅភាគខាងជើងនៃប្រទេសម៉ាឡេស៊ីសាបានិងសារ៉ាវ៉ាផ្នែកខ្លះនៃឧបទ្វីបម៉ាឡេស៊ីនិងសូម្បីតែនៅតំបន់ជិតខាងមួយចំនួនទៀតផងដែរអ្នកស្រុកបានពិពណ៌នាអំពីជញ្ជាំងញ័រពីដានញ័រនិងគ្រឿងសង្ហារឹមដែលនៅក្នុងអំឡុងពេលរញ្ជួយដីគឺមានរយៈពេលប្រហែលជា10វិនាទីនៅទីតាំងមួយចំនួនរហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ណាមួយដែលបានបញ្ជាក់អំពីការរងរបួសនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរនៅឡើយនោះទេហើយដែលបានចេញផ្សាយដោយអាជ្ញាធរនៅឡើយទេនាយកដ្ឋានពន្លត់អគ្គិភ័យនិងជួយសង្គ្រោះនៅសាបាបានបង្ហាញថាមិនមានឧបទ្ទវហេតុណាមួយដែលត្រូវបានរាយការណ៍ហើយត្រូវបានប្រតិបត្តិជួយសង្គ្រោះភ្លាមបន្ទាប់អំពីមានការរញ្ជួយដីនោះទេដោយសារតែការរញ្ជួយដីបានកើតឡើងនៅជម្រៅជ្រៅខ្លាំងគឺរាប់រយគីឡូម៉ែត្រឯណោះហើយនៅក្រោមបាតសមុទ្រទៅទៀតអញ្ចឹងការរញ្ជួយដីនៅលើផែនដីគឺមានកម្រិតស្រាលបើប្រៀបធៀបទៅនឹងការរញ្ជួយដីរាក់ដែលមានទំហំស្រដៀងគ្នានេះគេបានបន្ថែមថាការរញ្ជួយដីជាធម្មតាបង្កើតចលនាដីធំជាងប៉ុន្តែមិនសូវធ្ងន់ធ្ងរនៅលើផ្ទៃផែនដីនៃការរញ្ជួយដីរាក់នោះទេអាជ្ញាធរមូលដ្ឋានបានកត់សម្គាល់ថាព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាបំផុតមួយដែលកត់ត្រានៅក្នុងប្រទេសម៉ាឡេស៊ីក្នុងរយៈពេលប្រហែលជា11ឆ្នាំមកហើយប៉ុន្តែការខូចខាតវាមានកម្រិតតិចតួចប៉ុណ្ណោះទោះបីជាតំបន់នៃប្រទេសម៉ាឡេស៊ីមិនស្ថិតនៅក្នុងតំបន់ដែលងាយរងគ្រោះដោយសារតែគ្រោះរញ្ជួយដីបំផុតនៅលើពិភពលោកដូចឥណ្ឌូនេស៊ីឬក៏ហ្វីលីពីនយ៉ាងណាក៏ដោយប៉ុន្តែប្រទេសម៉ាឡេស៊ីបានជួបប្រទះនឹងការរញ្ជួយដីធំដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសរួចទៅហើយការរញ្ជួយដីនៅរដ្ឋសាបានៅរ៉ាណាវឆ្នាំ2015គឺវាធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រនាសម័យទំនើបព្រឹត្តិការណ៍នោះបានកើតឡើងនៅថ្ងៃទី5ខែមិថុនាឆ្នាំ2015នៅក្នុងកម្រិតត្រឹមតែ6.0 Richter ប៉ុណ្ណោះចំណុចកណ្ដាលគឺស្ថិតនៅទីក្រុងរ៉ាណាវនៃរដ្ឋសាបានេះត្រូវបានគេចាត់ទុកថាជាការរញ្ជួយដីដែលបង្កការខូចខាតច្រើនបំផុតរបស់ប្រទេសម៉ាឡេស៊ីនៅក្នុងប្រវត្តិសាស្ត្រថ្មីនេះមនុស្សប្រមាណជា18នាក់បានបាត់បង់ជីវិតហើយភាគច្រើនគឺឡើងលើភ្នំគីណាបាឡូមនុស្សរាប់សិបនាក់ទៀតបានរងរបួសផ្លូវក៏ត្រូវបានប្រេះឬក៏ខូចខាតសាលារៀនអគារខូចខាតការរអិលបាក់ដីបានកើតឡើងហើយវិស័យទេសចរក៏រងផលប៉ះពាល់ជាបណ្ដោះអាសន្នផងដែរនៅក្នុងអំឡុងពេលនោះការរញ្ជួយដី
បានវាប្រហារនៅជិតភ្នំគីណាបាលូដែលជាភ្នំខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ីតែម្ដងព្រឹត្តិការណ៍នេះបានបង្ហាញថារដ្ឋសភាមានស្នាមប្រេះនៅក្នុងតំបន់យ៉ាងសកម្មបើក្រឡេកទៅមើលកាលពីឆ្នាំ1976មកកម្រិត 5.8 Richter ជាការរញ្ជួយដីមួយទៀតដែលបានកើតឡើងនៅហាឡាតដាទូរដ្ឋសភាដូចគ្នាដែរហើយរងការខូចខាតដោយហេដ្ឋារចនាសម្ព័ន្ធអគារចាត់ទុកថាជាការរញ្ជួយដីនៅក្នុងស្រុកដ៏ខ្លាំងបំផុតមួយសម្រាប់រដ្ឋសភាហើយមានការបំផ្លិចបំផ្លាញដ៏ធំសម្បើមប៉ុន្តែវាមានសារៈសំខាន់នៅក្នុងស្រុកបន្ថែមពីលើនេះទៅទៀតមានការរញ្ជួយដីខ្លាំងៗនៅឆ្នេរសមុទ្រនិងការខូចខាតដែលរងផលប៉ះពាល់ផងដែរប្រទេសម៉ាឡេស៊ីបានរងនៅការបំផ្លាញដោយសារតែការរញ្ជួយដីខ្លាំងៗចំនួន2នៅឆ្នេរសមុទ្របន្ទាប់អំពីលិចទឹកនៅឥណ្ឌូនេស៊ីការរញ្ជួយដីជ្រៅៗនៅឆ្នេរសមុទ្រសាបាក៏ដូចជាព្រឹត្តិការណ៍នៅក្នុងឆ្នាំ2026ផលប៉ះពាល់គឺបណ្ដាលមកពីរំញោនិងការជំលៀសប្រជាជនចេញជាបណ្ដោះអាសន្នហើយស្នាមប្រេះនៃអគារក៏មានផងដែរជាមួយនឹងការដួលរលំនៃហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំដោយសារតែការរញ្ជួយដីជាច្រើននៅក្នុងចំណោមការរញ្ជួយដីទាំងនេះជ្រៅការខូចខាតជាធម្មតាគឺវានៅមានកម្រិតគួរបញ្ជាក់ផងដែរថាកម្រិតដែលរងគ្រោះថ្នាក់ធំបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីគឺនៅពេលដែលកើតឡើងនៅក្នុងឆ្នាំ2015នៅសាបាតែម្ដងគឺការបង្កឲ្យមានការរញ្ជួយដីយ៉ាងខ្លាំងនិងមានការព្រួយបារម្ភយ៉ាងខ្លាំងទូទាំងប្រទេសអំពីការបាត់បង់ជីវិតការរងរបួសធ្ងន់ធ្ងរគ្រោះរញ្ជួយដីមួយចំនួនទៀតគឺបង្កឲ្យមានការខូចខាតកម្រិតមធ្យមនៅក្នុងស្រុកនិងជាចម្បងនៅរដ្ឋសាបាផងដែរឧបទ្វីបម៉ាឡេស៊ីមិនមែនឬក៏មិនដែលជួបប្រទះនឹងគ្រោះរញ្ជួយដីទ្រង់ទ្រាយធំឬមហន្តរាយដោយឥណ្ឌូនេស៊ីនិងជប៉ុននោះទេចំណែកឯនៅថ្មីៗនេះអ្នកជិតខាងរបស់ម៉ាឡេស៊ីដូចជាប្រទេសថៃក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែគ្រោះរញ្ជួយដីកាលអំពីថ្ងៃទី28ខែមិនិនាឆ្នាំ2025កន្លងមកដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញជាពិសេសនៅទីក្រុងបាងកកនេះគឺជាករណីដ៏ធំមួយហើយមិនធ្លាប់មានពីមុនមកដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោកដែលបានជួបប្រទះនូវព្រឹត្តិការណ៍បែបនេះទោះបីជាយ៉ាងណាស្ថានភាពនៃការប្រែប្រួលអាកាសធាតុគឺបានកើតមានឡើងជាបន្តបន្ទាប់ការកើតឡើងនៅគ្រោះមហន្តរាយពីធម្មជាតិប្លែកៗនិងកាន់តែគ្រោះថ្នាក់ទៅពីមួយឆ្នាំទៅមួយឆ្នាំគឺកាន់តែអាក្រក់ទៅដោយសារតែការបម្រែបម្រួលអាកាសធាតុនិងការបំផ្លាញបរិស្ថានជាច្រើនខ្យល់ព្យុះគ្រោះរញ្ជួយដីទឹកជំនន់ក៏ដូចជាគ្រោះរាំងស្ងួតជាដើមគឺកំពុងតែបន្តមានការវាយប្រហារគេមិនអាចទាយទុកមុនបាននោះទេថានៅពេលបន្ទាប់នឹងមានគ្រោះរញ្ជួយដីនៅកន្លែងណាបន្តទៀតសូមប្រុងប្រយ័ត្នទាំងអស់គ្នាសូមថែរក្សាបរិស្ថានដើម្បីឲ្យបរិស្ថានថែរក្សាយើងវិញ